សូមគោរពនឹងជំរាបសួរជួបជាមួយនឹងខ្ញុំម៉ាឡានៅប្រទេសបារាំងថ្ងៃនេះមេឃក្តៅល្អបងប្អូនហើយក៏តនេផងដែរអញ្ចឹងនាំបងប្អូនទៅមើលពីបន្លែព្រៃណាឥឡូវហ្នឹងកំពុងទៅដល់រដូវហើយនេះចាគឺខ្ទឹមព្រៃបារាំងគេហៅថា Ail des Ours និង Ail des Bois ខ្ទឹមព្រៃឬមួយក៏ខ្ទឹមខ្លាឃ្មុំចាអានេះផ្កាវាកំពុំមកបងប្អូនវាអត់ទាន់រីកជាបែកជាផ្កាបើបែកជាផ្កាវិញពណ៌សស្អាតណាស្តៀងតែខ្ទឹមយើងនឹងឯងហើយឲ្យឡើងឈ្ងុយស្តៀងខ្ទឹមយើងហើយនឹងស្តៀងកញ្ឆាយចាវារៀងហឹលបើសិនជាយើងញ៉ាំបើយើងញ៉ាំឆៅគឺហឹលប្រហើចាឥឡូវហ្នឹងដល់រដូវដល់ខែកំពុងតែសបោហើយអញ្ចឹងឃើញមុខនេះខ្ញុំទៀតហើយឲ្យបន្លែព្រៃបន្លែអីនេះហើយផ្កាកំពុំល្អដល់ហើយបងប្អូនអើយដាក់មួយម៉ាត់ចូលមាត់ទៅឡើងឆេចឡើងប្រហើឡើងឈ្ងុយអ្នកដែលចូលចិត្តញ៉ាំខ្ទឹមឬមួយក៏ញ៉ាំកញ្ឆាយគឺត្រូវតែម្ដងចាឆ្ងាញ់ណាតែនៅខាងនេះខ្ញុំនេះដុសម្ដងមកកដប់ចឹងទៅដើររមើលចឹងណាហើយស្លឹកវិញក៏ល្អផងដែរចាណាខ្ចីហ្នឹងគឺនាងខ្ញុំដកយកមកស្លឹកវាហ្នឹងយើងអាចយកទៅធ្វើដូចនំកញ្ឆាយក៏បានយើងធ្វើទៅយកទៅចៀនក៏បានដែរបងប្អូនចៀនជាមួយពងមាន់ណាចាទាំងស្លឹកឬមួយក៏ផ្កាចាផ្កាហ្នឹងបើយកទៅឆាជាមួយនឹងថ្លើមមាន់ថ្លើមទាសាច់មាន់សាច់ទាអីក៏ឆ្ងាញ់ដែរនិយាយទៅដូចតែផ្កាកញ្ឆាយអញ្ចឹងតែវាក្លិនហើយនឹងហឹលជាងផ្កាកញ្ឆាយហឹលដូចយើងញ៉ាំគ្រាប់ម្រេចផើអញ្ចឹងបើប្រាំងវិញគេញ៉ាំរៀងខុសពីយើងតិចចាផ្កាគេអាចយកទៅជ្រក់ចាហើយបើស្លឹកវិញជាទូទៅគឺគេកិនចាគេកិនធ្វើជា pesto ដើម្បីស្រោចញ៉ាំជាមួយនឹងប៉ាត់ណាចាឆ្ងាញ់មួយយ៉ាងរបស់គេខ្ញុំក៏ចូលចិត្តធ្វើបែបហ្នឹងដែរចាពួកកូនចូលចិត្តញ៉ាំប៉ាត់អញ្ចឹងយើងធ្វើសូសបែបហ្នឹងទៅឆ្ងាញ់មួយយ៉ាងទៅតាមរដូវកាលអញ្ចឹងណាបើមិនអញ្ចឹងទេអាស្លឹកហ្នឹងយើងកាត់កង់ទូចទៅហើយយកទៅចៀនជាមួយពងមាន់អូយឆេចឈប់ឆ្ងាញ់ណាស់បងប្អូនចាឯនេះវិញគឺព្រៃផ្ទះខ្ទឹមព្រៃប៉ុន្តែលែងជាព្រៃហើយខ្ទឹមផ្ទះម្ដងដោយសារថាឆ្នាំមុនហ្នឹងនាងខ្ញុំដកឬវាខ្លះយកមកដាំនៅផ្ទះចឹងណាបងប្អូនចាអានេះគឺរបស់ផ្ទះខ្លួនយើងណានិយាយពីចេញផ្កាឲ្យឡើងច្រើនចាក្នុងមួយដើមហ្នឹងផ្កាបែកឡើង2 3ល្អមែនតើណាកំពុំអញ្ចឹងបាននៅឆ្ងាញ់ណាបើពេលវារីទៅវារៀងចាស់តិចក៏ស្លែងសូវឆ្ងាញ់ហើយស្លឹកវាក៏ចឹងដែរបងប្អូនចាពេលដែលវាចាស់ទៅវារៀងស្កាត់តិចវាអត់សូវលែងសូវឆ្ងាញ់ហើយបើវានៅខ្ចីអញ្ចឹងគឺឈប់ឆ្ងាញ់ប៉ុណ្ណឹងគឺល្មមបេះតែម្ដងចាល្មមដកយកទៅឆាណាឆាជាមួយថ្លើមមាន់ថ្លើមអីនេះគឺថាឆ្ងាញ់ណាស់ឆ្នាំមុននេះខ្ញុំអាសាឆាញ៉ាំណាពួកអីចូលចិត្តគ្រឿងក្នុងគ្រឿងអីតែដល់ពេលយើងអត់មានកញ្ឆាយផ្កាអីដល់រដូវខ្ទឹមហ្នឹងគឺថាល្អមែនតើ